នៅក្នុងបន្ទាប់ពីយើងពេលដែលយើងបញ្ចប់ការទៅសេប្លង់សេដៃហើយខាងវិជ្ជាជីវៈបានប្រកាសលទ្ធផលជាទូទៅរយៈពេលអាចមានកម្លាំងពីមួយសប្តាហ៍ឬលើកខ្វះនេះទទួលជាអត់យូរអញ្ចឹងវិជ្ជាមណ្ឌលនឹងកំណត់ពេលធ្វើការប្រឡងលើវិញ្ញាសាផ្ទាល់មាត់ហើយវិញ្ញាសាផ្ទាល់មាត់នេះដូចខាងអាគារមកបញ្ជាក់ពីមុនអញ្ចឹងគឺយើងអាចចាំដល់ពេលយើងចេញលទ្ធផលមកបានយើងធៀបនេះយើងគួរតែធៀបមុនពេលដែលយើងចប់ដល់ប្រឡងសេដៃទៀតព្រោះថាទំហំនៃប្រធានបទនេះមានជារដ្ឋបាលដែលធំជាងគេខ្លាំងជាងគេជាមួយនឹងនីតិវិធីការងារមួយទៀតគឺចំណេះដឹងខាងច្បាប់ហើយចំណេះខាងច្បាប់នេះគឺទូទៅទាំងអស់ហើយជាពិសេសសំខាន់ហ្នឹងគឺអ្វីដែលថ្មីដែលជាក់ស្ដែងក្នុងសង្គមកំពុងតែក្តៅអញ្ចឹងជាចំនួនដែលគណៈកម្មការសួរអញ្ចឹងនៅពេលដែលដល់ថ្ងៃដែលយើងត្រូវចូលត្រូវមកសភាពតមាត់អញ្ចឹងនៅថ្ងៃនោះអីដែលយើងត្រូវកុំភ្លេចទី1គឺសារៈកបាត់គឺខ្ញុំឲ្យបានជាក់ស្ដែងសារៈកបាត់ហ្នឹងយើងត្រូវមកភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណឬក៏វិធីឆ្លងដែននេះដើម្បីទៀងទាត់ហើយបទពិសោធន៍ឆ្នាំនេះគឺដោយសារមានការចូលរួមពីខាង ACU ទៀតអញ្ចឹងការផលិតទៅលើអត្តសញ្ញាណរបស់បេក្ខជនហ្នឹងគឺជាច្បាស់លាស់តិចព្រោះមានខុសបន្តិចគឺយើងអាចចូលទៅប្រឡងហើយនៅពេលមកដល់ថ្ងៃប្រឡងនេះចំពោះការជារៀបចំខ្លួនដោយសារតែយើងប្រឡងនេះគឺប្រឡងជាជីវៈមិនមែនចូលសម្ភារការងារធម្មតាឬក៏ប្រឡងនៅសាលាអញ្ចឹងជាជីវៈមេធាវីនេះចូលពីចំណេះដឹងយើងសំខាន់គឺការតែងខ្លួនអញ្ចឹងសម្ភារបំពាក់យើងនៅថ្ងៃប្រឡងហ្នឹងខ្ញុំលើកផងអាចអាវសថោខ្មៅមាននឹងជើងគូទៅខាងស្រីអាចពាក់សុទ្ធខំជង្គង់ធ្វើមិនតែសមរម្យតាមការកំណត់របស់ឆាំហើយមួយទៀតគឺចំពោះខ្លួនប្រាំសក់កញ្ចក់ដៃយើងត្រូវកាត់ឲ្យខ្លីទាំងអស់ហើយមួយទៀតពណ៌សក់សម្រាប់រៀបរៀបពណ៌សក់សូមខ្មៅមកដើម្បីឲ្យគណៈកម្មការគាត់មើលមកយើងមកគាត់អាចទទួលយកបានថាបើយើងទៅលេខសក់ពណ៌ប្រហែលតិចគាត់បានទទួលយកពីមួយទៀតនៅការម្ដងប្រឡងនេះជាទូទៅការបទពិសោធន៍ខ្ញុំគឺខ្ញុំម្ដងមុនកន្លះម៉ោងព្រោះថាយើងមកដល់យើងត្រូវឡើងទៅបន្ទប់រងចាំសាធំនៅខាងលើអញ្ចឹងនៅពេលទៅដល់ខាងគណៈកម្មការគេនឹងឆែកលើអត្តសញ្ញាណរបស់យើងបន្ទាប់មកដល់ម៉ោងគេគណៈកម្មការគាត់នឹងយកធុងសម្រាប់ឆ្នោតមកយើងការប្រឡងតមកយើងបានចែកជាពីរទី1គឺការប្រឡងទៅលើឯកទេសជំនាញមានន័យថាវាសារមួយយើងត្រូវចាក់ក្នុងចំណោមនីតិរដ្ឋបាលនីតិវិធីនីតិការងារពេលដែលយើងធ្វើការចាប់សំណួរហ្នឹងហើយគណៈកម្មការនឹងឲ្យយើងមកបន្ទប់រងចាំនៅមានបន្ទប់រងចាំមួយដើម្បីឲ្យយើងរងចាំចូលក្នុងបន្ទប់គណៈកម្មការឯកទេសបន្ទាប់ពីពេលដែលយើងចូលទៅបន្ទប់ឯកទេសដោយសារតែសម្ភារផ្ទាល់មកនេះការដាក់បន្ទុកគឺមិនមែនធ្វើតែចំណេះដឹងនេះតាំងពីការដើរការវិការដំណើរសម្លេងទៅគណៈកម្មការដាក់បន្ទុកទៅលើគ្រប់ចំណុចអញ្ចឹងនៅពេលដែលយើងដើរចូលបន្ទប់គណៈកម្មការកម្មវិធីយើងត្រូវតែស្វែងហាត់ទឹកកៅភ្នែកទឹកមុខយើងត្រូវតែស្លឹងមើលគាត់គឺអាចគេចេញឲ្យចំពោះវិញ្ញាសាឯកទេសនេះនៅពេលដែលយើងចាប់បានវិញ្ញាសាមានន័យថាក្នុងចំណោមនីតិរដ្ឋបាលនីតិវិធីការនិងនីតិការងារបងប្អូនក៏ចាប់បានមួយទេអញ្ចឹងនៅពេលដែលយើងទៅបន្ទប់ឯកទេសហ្នឹងយើងនឹងធ្វើការចាប់មួយទៀតគឺចាប់សំណួរហ្នឹងគឺមានតែមួយទេនៅពេលដែលយើងចាប់ហើយខាងគណៈកម្មការប្រឡងឲ្យយើងទៅបន្ទប់រងចាំមួយដើម្បីមានរយៈពេល10នាទីព្រាមធ្វើការឆ្លើយលើសំណួរហ្នឹងហើយមួយទៀតរយៈពេលឆ្លើយសំណួរហ្នឹងមាន10នាទីប៉ុន្តែមកសំណួរហ្នឹងគាត់មិនមែនសួរតែមួយហ្នឹងទេមានន័យថាគាត់សួរដេញតទៅរហូតដល់គ្រប់10នាទីអញ្ចឹងមានន័យថាបើសំណួរទី1ហ្នឹងយើងឆ្លើយមិនអស់អានោះអត់អីទេតែថាយើងឆ្លើយតិចពេកឬក៏អត់គ្រប់ន័យគាត់នឹងសួរបន្តទៀតបន្ទាប់មកនៅពេលបញ្ចប់និយាយសារឯកទេសជំនាញនីតិរដ្ឋបាលនីតិវិធីការងារហ្នឹងគឺយើងនឹងចូលទៅបន្ទប់មួយទៀតដែលឯកឧត្តមធានគណៈហើយគួរយួរហើយនឹងសាស្ត្រាចារ្យមួយទៀតមានគណៈកម្មការពីររូបហ្នឹងគាត់នឹងធ្វើការសួរទៅលើចំណេះដឹងទូទៅហើយចំណេះដឹងទូទៅហ្នឹងដូចខ្ញុំនិយាយអញ្ចឹងគឺអាចនឹងទលាយប៉ុន្តែខ្ញុំចង់កត់សម្គាល់ចំណុចមួយគឺ
dương cũng thích kêu thì bố cho bạn thành cái thì phí còn sợ còn mấy cái lý thì bây bắt một chiếc thì bố thứ đây là cái bao phần xa cả này thì đàn viên việc hai triệu bạn một chiếc việc mà mẹ cả hụt giống kẻ buôn nó cái hơi tha vì thiên cực lâu chỉ thì mình dùng giống chỉ là vì thiên kẻ buôn nó cứ xua cục nghĩa xua họ sang mặt sao hay kiểu thì nó cứ thay thì đấy gọi là chậm còn anh xua nó sử dụng vẹn con mấy thoại thì các cái mặt không mấy là cho một chân thì khó mấy miền rồi chỉ vào cái tập việc đồ thiết mà vẹn con cái vận của chạy chỉ được chẳng mà không mấy cái chỉ cần nói là con xua nhưng này tôi dương mặt ra tâm si cầm tới rồi dương thật là không sang thì lúc thì cô cũng nói này cho anh này của tha dương ở ai từ xong và tôi nó nói còn sự đối với nó dễ kém anh nó tôi đứng sang trường giống giờ bên thì ngang xuôi nó còn mình giờ bên đông một tí là rất khó bên đông một tí cứ thời gian cho mình này thang sừng lúa tôi bây giờ là tham gia xuôi biết có là chân cho thần nấn nó cho thần nấn nhưng từ nguồn về mà nó vô trong là tập hò thì tôi tới và sân chỉ sơ việc to món nó bị thế nào rồi chấm các bạn chạy với ai miền tây ngày việc cần một phải lý cái gì cái vì về chấm nếu chọn ngày về thì vì nó về rất là càng là tập hò cho cô ca chạy để món những thành phần nó ở trong